ខ្ញុំនិយាយមែនណាបងប្អូនបើបីប៉ុណ្នេះមកមកប៉ុណ្នេះហើយប្រចាំថាយើង30ជាងជឿអត់ចាអត់ចង់កុហកខ្លួនឯងទេ40ជាងហើយគឺ42ឆ្នាំនេះហើយហេតុតែមិនខ្ញុំនិយាយថា30ជាងជឿអត់ព្រោះតែចេះគេពេលគេជួបខ្ញុំជួបជាមួយនឹងកូនស្រីខ្ញុំណាអូម៉ាក់ផាត់ស្អាតស្អាតទៅណោះក្មេងស្មានតែបងស្រីឥឡូវបងប្អូនណាគេថាមិនសុបាយចិត្តមែនទេខ្ញុំជឿថាឥឡូវបើអ្នកដែលធ្លាប់មានកូនហើយអ្នកដែលមានប្រែប្រួលរាងកាយអ្នកដែលមានជាម្ដាយដែលមានបំរែបំរួលរាងកាយប្រកាសជាតើធ្វើមិនបានរៀងពីមុនមកវិញខ្ញុំអាចដាក់រូបថតរៀងពីមុនពេលខ្ញុំអត់ទាន់មានកូនហើយរៀងកូនទី1និងកូនទី2ហើយនឹងរៀងពេលដែលខ្ញុំកូនទី2រួចហើយខ្ញុំឡើងគីឡូបូកជាគីឡូឡើងគឺ20គីឡូជាងតមកពីកូន1រហូតដល់កូន2ដល់ពេលចូលមកដល់កូនធំហើយក៏យើងមានអារម្មណ៍ថាយើងនៅតែសល់នៅជំងឺធាត់ឬក៏រាងកាយធាត់ទលំអញ្ចឹងណាពេលខ្លះយើងគិតថាបើជាខ្ញុំធ្លាប់បន្ទោសខ្លួនឯងថាធ្វើមិនទេសែនខំអស់ហើយចាខំអស់ហើយតែនៅតែអត់ស្រក់ប៉ុន្តែរឿងមួយហេតុតែខ្ញុំធ្វើបានហើយខ្ញុំអាចស្រក់បានរហូតដល់ជាង10គីឡូរហូតដល់ពេលបច្ចុប្បន្នគិតថាវាមិនទាន់ដល់ស្តង់ដារដែរប៉ុន្តែក៏វាមកល្មមដែលយើងគិតថាมันលើសពេកហើយក៏មិនស្គមពេកតែបើបានស្គមជាងនឹងទៀតអូខេខ្ញុំនឹងខ្លាយទៅជាបងស្រីបង្កើតរបស់កូនស្រីខ្ញុំចាឬក៏យើងហៅថាជាមិត្តភក្តិគ្នាលើកទឹកចិត្តទៅដល់បងស្រីនៅពេលដែលមានបញ្ហាកើតឡើងមិនថាតែបញ្ហារាងកាយបញ្ហាលើសគីឡូដែលធ្វើឲ្យយើងអាចនឹងបាត់បង់នៅការទំនុកចិត្តខ្លួនឯងបាត់បង់នៅការលើកទឹកចិត្តបាត់បង់នៅឱកាសផ្សេងទៀតហើយតែងតែបន្ទោសខ្លួនឯងកុំតន់ស្ដាប់កលឹះរបស់ខ្ញុំតែ2ដែលខ្ញុំចង់ចែករំលែកបងប្អូនគ្នាជាពិសេសស្ត្រីដែលជាម្ដាយរវល់ធ្វើការងារខាងក្រៅធ្វើការងារនៅផ្ទះហើយបើយើងនិយាយអំពីទូនាទីម្ដាយនៅក្នុងគ្រួសារមិនចោលទេដែលថាមើលថែគ្រួសារលើម្ហូបអាហាររៀបចំផ្ទះសម្បែងរៀបចំខ្លួនប្រាណឲ្យសមសួនតែមានន័យថាមិនមែនយើងបដ ாய் ខ្លួនឯងហើយក៏មិនមែនថាមិនខ្វល់ទេយើងយកទៅដាក់ដូចគ្នាគ្រាន់តែថាតើការយកទៅដាក់របស់យើងនឹងជួយខ្លួនឯងឆ្លៀតសម្រាប់ខ្លួនឯងកម្រិតណាហេតុផលតែពីចំណុចរបស់ខ្ញុំគឺគ្រាន់តែចង់លើកទឹកចិត្តទៅដល់មនុស្សស្រីនិយាយរួមខ្ញុំនិយាយថ្ងៃនេះគឺនិយាយពីបទពិសោធន៍ដែលខ្ញុំជួបប្រទះឆ្លងកាត់ខ្លួនឯងហើយនឹងជួបមនុស្សស្រីស្ត្រីជាម្ដាយផ្សេងទៀតដែលគាត់តែងតែគិតថាវាមិនអាចពាក្យថាមិនអាចវាពិបាកក្នុងការឲ្យយើងឈ្មោះក្នុងការធ្វើអីមួយអញ្ចឹងហេតុផលតែ2ដែលខ្ញុំចង់និយាយនៅក្នុងថ្ងៃនេះគឺទី1តាក់ទងទៅនឹងកំណត់ខ្លួនឯងកំណត់គោលដៅខ្លួនឯងថាតើខ្លួនឯងចង់បានអីទាំងគ្រួសារទាំងពេលវេលាទាំងការរស់នៅទាំងរូបរាងកាយទាំងសម្ផស្សទាំងអស់ហ្នឹងវាសុទ្ធតែចេញពីខ្លួនឯងហ្នឹងមែនទេបើមិនជាខ្លួនឯងកំណត់ថាខ្ញុំត្រូវតែធ្វើឲ្យបានខ្ញុំចង់បានបែបនេះខ្ញុំចង់បានបែបនោះយើងស្គាល់ខ្លួនឯងសិនថាខ្លួនឯងចង់បានអីចានៅពេលដែលខ្លួនឯងគិតថាខ្លួនឯងចង់បានអីស្អីក៏យើងអាចធ្វើទៅរួចដែរមានន័យថាម៉េចមានន័យថាអត់មានឧបសគ្គអីទាំងអស់នៅពេលដែលយើងគិតថាសាមញ្ញមានអីផងខ្ញុំធ្វើបានឧទាហរណ៍ថាឥឡូវសាមញ្ញថាសម្រាប់អ្នកដែលចង់ស្រក់គីឡូឬក៏អ្នកដែលចង់ឲ្យរាងកាយខ្លួនឯងហ្នឹងវាធូរក្បាលពោះឬក៏និយាយសាមញ្ញថាឥឡូវចង់ញ៉ាំអាហារសុខភាពចង់ស្រក់គីឡូដោយធម្មជាតិភាពគេឲ្យញ៉ាំធំមួយញ៉ាំកើតទេតែយើងដាក់អារម្មណ៍ថាញ៉ាំកើតទេយើងអត់អាចស្រក់បានទេយើងអត់អាចផ្លាស់ប្ដូររាងកាយខ្លួនឯងបានទេបើដូចខ្ញុំការដាក់ចិត្តញ៉ាំអាហារនៅពេលដែលយើងមានគោលដៅច្បាស់លាស់យើងញ៉ាំអាហារទាំងអស់ហ្នឹងញ៉ាំធំមាន់ញ៉ាំផ្លែញ៉ាំកាត់បន្ថយប្រៃផ្អែមញ៉ាំសាបឡើងខ្លាយទៅជាទម្លាប់ហើយយូរទៅញ៉ាំធំមាន់ហ្នឹងឡើងផ្អែមហើយពេលដែលញ៉ាំទៅគឺមានអារម្មណ៍ថាសុខភាពហ្មងសាច់ក៏ផ្អែមមានជាតិវីតាមីនពេលដែលអ្នកនរគ្នាដាក់ញ៉ាំចូលមាត់ហ្នឹងគឺដូចនឹងអ្នកនរគ្នាធ្លាប់ញ៉ាំសាច់ស្តេកណាឥឡូវខ្ញុំឧបកិច្ចអញ្ចឹងដែលយើងគិតថាអ្នកខ្លះពេលដែលញ៉ាំស្តេកទៅដាក់ចូលមាត់ទៅវារលាយវាទន់អញ្ចឹងយើងធ្វើដូចគ្នាជាមួយនឹងធំមាន់ហើយវាជួយបានច្រើនណាយើងញ៉ាំជាអាហារសម្រន់ក៏បានញ៉ាំអាហារជំនួសពេលក៏បានញ៉ាំជំនួសបាយក៏បានញ៉ាំជាអាហារគោលក៏បានហើយងាយមែនតើនៅពេលដែលយើងយល់ថាខ្លួនឯងត្រូវធ្វើអញ្ចឹងដើម្បីអីដើម្បីឲ្យរាងកាយខ្លួនឯងស្អាតជាងមុនហ្នឹងណាចាដើម្បីមានសុខភាពល្អអាហ្នឹងខ្ញុំអ្នកនៅជុំវិញគាត់និយាយថាមិនទេប៉ុន្តែសំខាន់ខ្លួនឯងគឺយើងស្គាល់ខ្លួនឯងហ្នឹងចំណុចទី1វាជាចំណុចមួយដែលខ្ញុំធ្វើនៅក្នុងកំឡុងពេលដែលតាំងពីយើងមានការផ្លាស់ប្ដូររាងកាយមានផ្នត់គំនិតចិត្តគិតផ្សេងស្រឡះខួរក្បាលហើយតែងតែចង់មានគោលដៅអីដែលថ្មីចាក្នុងការធ្វើព្រោះខ្ញុំជឿថាមនុស្សស្រីគ្រប់គ្នាគឺមិនតែងតែចង់ឲ្យខ្លួនឯងហ្នឹងអាប់ដោននេះតែងតែចង់អាប់ដេតប៉ុន្តែអាប់ដេតរឿងដែរល្អដែរមែនទេចាបើសម្រាប់ខ្ញុំមិនមែនបន្ទោសមិនអីប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តដល់បងស្ត្រីថាអត់មានអីថាស្ដាយក្រោយទេលើកលែងថាយើងមិនចង់ផ្លាស់ប្ដូរដល់ខ្លួនឯងមិនមានការតាំងចិត្តហើយឆ្លៀតទៅពេលវេលាក៏មិនច្រើនសម្រាប់យើងហ
ហើយយើងក៏ឆ្លៀតទៅតាមពេលវេលាតែទូទៅហើយខ្ញុំបើសម្រាប់ខ្ញុំនៅតែចង់សង្ឃឹមថារក្សាគេហៅថាទម្លាប់នៃការធ្វើឲ្យខ្លួនឯងហ្នឹងស្អាតក្មេងជាងវ័យជាប្រចាំទៅមានអីយើងរស់នៅបានយូរតារាងកាយរបស់យើងក៏មាំទាំទៅតាមនឹងដែរមួយទៀតដែលខ្ញុំចង់ឲ្យអ្នកនរគ្នាទៅមើល channel របស់ខ្ញុំមើលវីដេអូរបស់ខ្ញុំកន្លងមកគឺលឺដែលអាចធ្វើឲ្យខ្លួនឯងនៅតែមានភាពរហ័សរហួនហត់នឿយយ៉ាងណាក៏ដោយអ្នកនរគ្នាអាចទៅមើលវីដេអូខ្ញុំកន្លងមកថាភាគច្រើនខ្ញុំនិយាយពី skin care និយាយអំពីរបៀបសម្រក់គីឡូរបៀបអីគឺធម្មជាតិទាំងអស់ដោយវីដេអូមុននិយាយអំពីរឿងសម្រក់ក្បាលពោះក្នុងម្ដងពី7ថ្ងៃចាអញ្ចឹងខ្ញុំដាក់លេងវីដេអូឲ្យរយៈពេល7ថ្ងៃដោយញ៉ាំទឹកក្រូចជាមួយនឹងទឹកក្តៅអូនខ្ញីហើយរាល់ថ្ងៃក៏នៅអញ្ចឹងដែរហើយអានេះតែទឹកមួយកែវនេះគឺមានក្រូចលឿងដែលយើងថាអាក្រូចលឿងជួយកាត់បន្ថយក្បាលពោះហ្នឹងណាហើយនឹងខ្ញីម្រេចខ្មៅហើយនឹងម្រុំអញ្ចឹងក្នុងវីដេអូនេះខ្ញុំគិតថាមានតែប៉ុណ្្នឹងទេហើយបើមានអីអាចនឹងជជែកគ្នានៅក្នុង comment ខ្ញុំរីករាយនៅក្នុងការឆ្លើយតបឬក៏រីករាយនៅក្នុងការចែករំលែកបទពិសោធន៍គឺបទពិសោធន៍ខ្ញុំមានច្រើនណាស់អរគុណច្រើនជួបគ្នានៅវីដេអូក្រោយណា